ណាគេខ្លះមានកាមេរ៉ាទៅដល់ iPhone 16 17ហើយប៉ុន្តែថតរូបចេញថតរូបឬក៏វីដេអូចេញមកគឺអត់ច្បាស់ចាញ់ Android ទៀតអញ្ចឹងបើសិនជាចង់ដឹងពីវិធីថតរូបឬវីដេអូឲ្យបានច្បាស់ចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងទី1យើងត្រូវចូលមកក្នុង setting របស់យើងចូលមកកន្លែងកាមេរ៉ាហើយយើងទី1យើងយកមកកន្លែងrecord វីដេអូនេះយើងយកហើយបើសិនជាយើងថតវីដេអូដូចជា TikTok Facebook YouTube អីយើងយក 4K at 30 fps នេះប៉ុន្តែបើសិនជាយើងផុសក្នុង TikTok យើងត្រូវ export វា18ធម្មតាសិនហើយពេលដែលយើងផុសចូលទៅក្នុង TikTok ចាំយើងដាក់ high quality អញ្ចឹងវីដេអូយើងច្បាស់ល្អហ្មងប៉ុន្តែបើសិនជាយើងចង់ថតលក្ខណៈជា film ជា cinematic អីយើងបើ 4K 24 fps នេះអញ្ចឹងសម្រាប់ខ្ញុំថតTikTok អីធម្មតាខ្ញុំយកនេះ 4K 30 fps នេះហើយយើងចំណាំចេះបើសិនជាវីដេអូរបស់យើងមាន HDR វីដេអូហ្នឹងកន្លែងហ្នឹងយើងបើសិនជាវាបើកយើងបិទវាចេញយើងកុំបើកវាបើកវាធ្វើវីដេអូយើងថតអត់ច្បាស់ល្អទេបន្តមកទៀតយើងចេញមកវិញមកយើងចូលមកកន្លែងformat នេះយើងត្រូវយក most compatible នេះមកហើយ Apple ProRes បើក Apple ProRes នេះបើកយើងបើកទាំងពីរហ្នឹងមកបន្តមកទៀតទី3យើងចូលមកកន្លែង preserve setting នេះបើកតាមខ្ញុំមក camera mode បើក creative control បើកexposure adjustment បើក portrait zoom បើក Apple ProRes បើកយើងបើកប៉ុណ្ណឹងមកនេះមិនវាអត់តបើកអូខេអញ្ចឹង1 2 3 4 5អូខេយើងបើក5មុខងារហ្នឹងមកបន្តមកទៀតនេះអាកន្លែង grip នេះយើងបើកមកដើម្បីពេលយើងថតមកវាមាននេះឲ្យយើងមើលអញ្ចឹងណាប្លង់ឲ្យយើងមើលហើយ mirror front camera នេះបើកមកហើយ view outside the frame នេះបើកមកអូខេប៉ុណ្ណឹងអញ្ចឹងរឿងទី1ដែលយើងត្រូវធ្វើនោះគឺថាយើងត្រូវតែប្រកាសថាកាមេរ៉ារបស់យើងនឹងជូតឲ្យបានច្បាស់កុំឲ្យវាមានស្នាមមានប្រឡាក់អីអញ្ចឹងណាអញ្ចឹងរឿងទី2គឺយើងត្រូវតែចេះរកប្លង់រកពន្លឺថតរូបឲ្យបានច្បាស់ល្អដោយឧទាហរណ៍ជាក់ស្ដែងអញ្ចឹងខ្ញុំប្រើកាមេរ៉ា iPhone 13ទេវាកាមេរ៉ារបស់វាក៏វាមិនច្បាស់ដូចពេលវាចេញថ្មីដែរអញ្ចឹងខ្ញុំឧទាហរណ៍ពេលខ្ញុំបិទភ្លើងឡាយចេញឃើញអត់ច្បាស់ទេអញ្ចឹងបានថាយើងត្រូវចេះរកពន្លឺរកអីដាក់ថតឲ្យបានច្បាស់ល្អ